វៈប្រឡងពេទ្យចំពោះជីវៈប្រឡងពេទ្យក៏ដូចតែកណ្ដាលដែរគឺយើងមានលំហាត់បញ្ចប់ចម្ពោះហើយនឹងលំហាត់តាមមេរៀននីមួយៗចឹងចម្ពោះ1 Gymnosperm និង Angiosperm ចឹងយើងចាប់ផ្ដើមទិញសំណួរតាំងពី Gymnosperm ទៅដែលមាន7សំណួរ2 Angiosperm មាន6សំណួរទៅហើយលំហាត់បញ្ចប់ចម្ពោះគឺមាន10សំណួរបូកជាមួយនឹង9បូកជាមួយនឹង7ចម្ពោះ3ចម្ពោះ2យករៀនឯចឹងនឹងចម្ពោះ3តម្រូវផ្សេងៗរបស់សារពាង្គកាយដែលមាន1តម្រូវប្រាសាទហើយមាន10សំណួរសម្រាប់បញ្ចប់មេរៀនសេរីរឿងវិញ្ញាណមាន5សំណួរប្រព័ន្ធអង់ដូគ្រីន4សំណួរបូកជាមួយនឹងលំហាត់សំណួរបញ្ចប់ចម្ពោះដែរចម្ពោះ4នាទីរបស់ប្រូតេអ៊ីនក្នុងសារពាង្គកាយអញ្ចឹងមានអាស៊ីតអាមីណេ5សំណួរប្រូតេអ៊ីន7សំណួរអង់ស៊ីម7សំណួរហើយបញ្ចប់ចម្ពោះគឺមាន6បូក8បូក7អានោះវាមានតកតងជាមួយប្រភេទគូគ្រីពេញចន្លោះហើយនឹងសំណួរចឹងយើងទៅមើលជីវវិទ្យាយើងតទៀតចម្ពោះ5ព័ត៌មានហ្សែនេតិកនិងការសម្ដែងចេញនៃសែន1 ADN មាន8សំណួរការសម្ដែងចេញនៃសែន9សំណួរបច្ចេកវិទ្យាជីវៈនឹងមាន4សំណួរហើយបញ្ចប់ចម្ពោះក្តី Darwin មាន6ផុសតាំងនៃការវិវត្ត4កំណត់ត្រាផូស៊ីលមាន6ហើយនឹងបញ្ចប់ចម្ពោះtrongវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញពីសំណួរទាំងអស់ដាក់សរុបសំណួរទាំងអស់ចូលមកដើម្បីយើងដឹងថាមានសំណួរគេខ្លះ